ស្រីបងប្អូនងាកមកមើលម៉ាស៊ីនឆុងកាហ្វេខ្នាតទូចបងប្អូនមានឈុតកិនមានឈុតឆុងបាទហើយមានឈុតក្លុកអញ្ចឹងបងប្អូនដែលចង់បានម៉ាស៊ីនកិនកាហ្វេបងប្អូនទាក់ទងតាមលេខទូរស័ព្ទខ្ញុំមកបាទ09614161 294ដល់អញ្ចឹងមកហ្នឹងបាទនេះម៉ាស៊ីនឆុងបាទម៉ាស៊ីនឆុងណាបងប្អូនណាបាទឬទៅយើងដាក់ទឹកវាអញ្ចឹងមកនេះកន្លែងគេដាក់ទឹកអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំណែនាំប៉ុណ្្នឹងសិនទៅពេលមួយទៀតគឺម៉ាស៊ីនកិនណាបងប្អូនបាទម៉ាស៊ីនកិនបាទឈុតជាមួយវានឹងតែ$60បងប្អូនបាទ$60ហ្នឹងបងប្អូនបាទនេះមួយទៀត mixer សម្រាប់ក្លុកបាទ mixer សម្រាប់ក្លុកណាបាទអញ្ចឹងតម្លៃតែ$60ទេបងប្អូនអញ្ចឹងបងប្អូនចង់បានបាទម៉ាស៊ីនឆុងកាហ្វេដាក់តាមខ្លួនបាទដាក់តាមខ្លួនហើយនឹងម៉ាស៊ីនកិនបាទហើយនឹងម៉ាស៊ីនដាក់ក្លុកបាទដាក់ក្លុកហៅ mixer ក្លុកហ្នឹងបាទតម្លៃលក់តែ$60ទេបងប្អូនបាទនេះ brand ខាងលើបងប្អូនបាទអានេះម៉ាស៊ីនឆុងបាទអានេះម៉ាស៊ីនកិនគ្រាប់កាហ្វេបាទអញ្ចឹងបងប្អូនចង់បានទំនាក់ទំនងតាមលេខទូរស័ព្ទខ្ញុំបាទ096 4161 294បាទឥឡូវយើងចាក់កាហ្វេបងប្អូនបាទនេះកាហ្វេទៀតបងប្អូនបាទខ្ញុំដាក់មើលបងប្អូនបាទនេះបាទដាក់ទាំងមកបងប្អូនបាទបាទហ្នឹងហើយបងប្អូនបាទឥឡូវខ្ញុំកិនរួចហើយមិញបងប្អូនបាទឥឡូវខ្ញុំធ្វើការដោះហ្នឹងវាយើងដោះមួយតង់បានដោះពីរតង់បានតែអញ្ចឹងបងប្អូនបាទនេះខ្ញុំដោះតង់ទី1ខាងលើបាទបន្ទាប់មកទៀតខ្ញុំដោះតង់ក្រោមបាទតែយើងដោះតែមួយតង់ក៏បានដែរបងប្អូនមិនពិបាកនឹងយើងដោះយកតែតង់ក្រោមនេះអាកិនកាហ្វេនេះក៏បានដែរអញ្ចឹងកាហ្វេខ្ញុំនៅសល់អញ្ចឹងខ្ញុំដាក់បន្ថែមអញ្ចឹងបងប្អូនបាទហ្នឹងហើយយើងចាក់មកបរិមាណថាចេះមកយើងហូបចាស់ហូបខ្ចីអញ្ចឹងទៅបងប្អូនបាទយើងហូបខ្ចីទៅយើងដាក់តែល្មមទៅយើងហូបចាស់ទៅយើងដាក់ឲ្យច្រើនអញ្ចឹងទៅតាមបរិមាណដែលយើងធ្លាប់ហូបបាទយើងឆឹងដាក់អញ្ចឹងមកបាទបន្ទាប់មកទៀតយើងមើលចូលក្នុងប្រដាប់ឆុងវាបងប្អូនបាទមកចូលប្រដាប់ឆុងចឹងក្រឹបបាទមើលអញ្ចឹងទៅបងប្អូនមើលខ្លាំងប៉ុណ្ណាក៏វាពោះវាងាមានប៉ុណ្ណឹងឲ្យមើលទៅដល់តាមនោះវាទៅតាមហ្នឹងហ្មងបាទហ្នឹងហើយមួលមិនចឹងមកទៀតបាទយើងយកកែវសម្រាប់កម្រឆុងវាមកបាទអញ្ចឹងយើងបាទយើងដាក់ទំនាប់វាសិនបងប្អូនបាទដាក់ទំនាប់ចឹងមកបាទដើម្បីយើងងាយស្រួលបាទតបមកទៀតយើងដោះលើនេះលើហ្នឹងបាទសម្រាប់ដែលយើងចាក់ទឹកក្តៅចូលបាទយើងចាក់ទឹកក្តៅចូលក្នុងហ្នឹងបាទកម្រិតយើងចាក់ឲ្យពេញក៏បានពីព្រោះកម្រិតវាមាន70បងប្អូនមាន70អញ្ចឹងយើងចាក់ឲ្យពេញក៏បានដែរបងប្អូនបាទក្រោយមកយើងចាក់ទឹកក្តៅដែលយើងកំពុងដាំពុះហ្នឹងបាទទឹកក្តៅហ្នឹងគឺយើងគិតថាឲ្យតែក្តៅកាលណាគឺល្អកាលហ្នឹងមកបងប្អូនបាទចាក់ទឹកក្តៅបរិមាណអញ្ចឹងយើងដាក់ឲ្យពេញក៏បានដែរបងប្អូនដាក់ឲ្យពេញក៏បានដាក់មកបានមកយើងមកគ្របក្រឹបបាទយើងមកគ្របវាចឹងទៅបាទបន្ទាប់មកបងប្អូនចុចបាទចុចនៅលើផិនវាហ្នឹងចុចទី1យើងដកដៃសិនយើងចុចទី2គឺវាឆ្លងទៅលើចឹងបងប្អូនស្ដាប់សូរទៅលើការឆោមផិនវាទៅបងប្អូនបាទ
mà vừa ó một con mà kìm một đôi mà xin thông bếp bật máu một con mà dương ai cho ban trầm hà học sập cá một con mà mình tụt máu một con mờ cho mà một con kìm vậy một con mà xin thông mình đâu đấy một con mà chắc một con bà miền mà xin đi mùi đã tam khuôn bà một con này chỉ là để bỏ tăng để tạm na để bỏ con miền ở quê để đánh mà nó một con tình mình xin nâng môi tới mình khó đấy một con mà mà chạm máu một con à anh em trong quê đặc cố nó một con trắng thì tao mình ta vẫn nâng lên một con trong bán thì taoทำ lại từ sập nhóm mà xong cả mỗi xe mỗi học mỗi pi cả bốn mà xôm ở côn mình ta vẫn nâng tới một con mà anh em thôi thì quê đặc cố mà đã từ chết ngôi mà một con mà